Chụp số lúc lúc này nhưng mà thôi video bị cả bà ta dù to command URW từ đâu lại nói khi được bốn trong châu thơm ngọt sẵn hay dùng xong tôi ca quay sẽ lại sẽ bật rất là bị vượt chối khi được bốn nhưng xong may command sudo UFW status ដើម្បីមើលថាURW របស់យើងបានតែធ្វើដែរហើយនៅវត្តចូលហើយយើងឃើញថាសវី URW របស់យើងគឺតតែធ្វើទេតែយើងធ្វើការ active សវីដោយប្រើ command sudo UFW enable ទៅបន្តទៅយើងធ្វើការវាយ command sudo UFW តាម status ដើម្បីឆែក status របស់ UFW យើងថាបានសម្ភាររបស់យើងថាបាន active ហើយនៅបាទកន្លែងនេះយើងតែឃើញថា status របស់ UFW យើងគឺបាន active ហើយតមកទៀតយើងសូមធ្វើការវាយ command ដើម្បី add port ចូលឬប្រើ command sudo UFW allow មុន43ដើម្បី add port ចូលthìយើងសូមធ្វើការcheck ទៅលើ status យ៉ាងណាទៀត sudo UFW បើជាយើងឃើញថា port របស់យើងដែល add មកមិញគឺវាចូលមកហើយចឹងយើងធ្វើការ deny ទៅលើ port នឹងចេញទៅវិញដោយប្រើ command sudo UFW den deny 43 enter ហើយបន្ទាប់ពីយើង update ទៅលើការ deny វាចេញហើយយើងធ្វើការ check status ថាយើងបាន deny វាចេញទៅបាត់ទៅនៅហើយប្រើ command sudo UFW status ចឹងយើងឃើញថាយើងបាន deny ទៅលើ port នឹងចេញហើយបន្តមកទៅយើងធ្វើការ reset ទៅលើ service ហ្នឹងដោយប្រើ command sudo UFW reset ដើម្បី reset ទៅលើ service មួយហ្នឹង yes បាទហើយចំណុចបន្ទាប់ទៅយើងធ្វើការ check ទៅលើ status របស់វាម្ដងទៀតដើម្បីថាមើលថាយើងបាន reset ហើយនៅបាទ command sudo UFWចឹងយើងឃើញទៅលើ status របស់វាគឺតាម active វិញទេចឹងយើងធ្វើការ enable វាមកវិញដោយប្រើ command sudo UFW enable ហើយបន្តមកទៀតយើងធ្វើការ check ទៅលើ status ម្ដងទៀតដោយការ command ដដែល sudo UFW status ចឹងយើងឃើញថា status របស់ UFW យើងគឺវា enable វិញហើយប៉ុន្តែវាមិនទាន់បើក port ទេចឹងយើងធ្វើការ add port ចូលតែប្រើឲ្យ port SI នេះគឺវាលេខ22ចឹងយើងធ្វើការវាយ command ចូល sudo UFW allow 2ហើយយើងធ្វើការ enter ចូលដើម្បី enable port ហើយបន្តមកទៀតយើងធ្វើការ sudo ទៅលើ status យ៉ាងណាទៀត sudo UFW
sudo uiw status ដើម្បីឆ្លើយទៅលើ status ឥឡូវនេះយើងឃើញថា port 22របស់យើងគឺធ្វើការ allow រួចហើយអញ្ចឹងចំណុចបន្តទៀតយើងធ្វើការវាយ command sudo ufw reload ដើម្បី start service ឡើងវិញយើងឃើញថាវាធ្វើការ firewall reload ហើយដូច្នេះយើងបន្តមកទៀតយើងធ្វើការចេញទៅលើ status មកទៀត command sudo ufw status យើងធ្វើការ enter ចូលហើយការសម្រាប់ការងារទៅលើ uiw គឺមានតែប៉ុណ្្នេះឯងអរគុណលោកគ្រូ